ជាបន្តទៅទៀតនេះសូមរដ្ឋាភិបាលនិមន្តនិងអញ្ជើញពុទ្ធបរិស័ទទាំងឡាយមកតាមដានព្រះសន្តាប់និងស្ដាប់នៅកម្មវិធីផ្សាយសម្លេងព្រះពុទ្ធសាសនាផ្សាយចេញពីវត្តត្រពាំងឈូកសស108ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីនេះសូមនិមន្តនិងអញ្ជើញសិក្សាព្រះសន្តាប់និងស្ដាប់ក្នុងនីតិសិក្សានៅព្រះគម្ពីរព្រះត្រៃបិដកខ្មែរតាមច្បាប់ដើមដល់194យោចៈបដិខេតេអភពេភពេចៈបុគ្គលេញត្វាបពាចេតិឧបសម្បាទេតិវិទុក្កដងអាជានន្តសៈសពថអនាបតិតិវេទិតាពាំងបណ្ឌិតក៏បីជ្រាបថាភិក្ខុណាដឹងនៅបុគ្គលដែលជាអភ័ព្វបុគ្គលក្តីជាភ័ព្វបុគ្គលក្តីដែលព្រះមានព្រះភិក្ខទ្រង់ហាមហើយឲ្យបព្វជិឬឧបសម្បទារមែងត្រូវអាបត្តិទុក្ខតបើមិនដឹងទេមិនជាអាបត្តិក្នុងទីទាំងពួងនេះក្នុងវិមតិវិណោទនីភាគ2ទំព័រ161ហេតុកាត់មេឃពោធិព្រឹកជាដើមបានឬមិនបានសួរថាជនពួកណាកាលព្រះសទ្ធាគតបរិនិព្វានហើយទម្លាយចេតិយកាត់ដើមពោឬប្រទុសរាយព្រះធាតុកម្មរបស់ជនទាំងនោះជាយ៉ាងណាឆ្លើយថាភារិយ៉ាងកម្មំហោតិអនន្តរិយសតិសੰជាកម្មធ្ងន់ដូចអនន្តរិយកម្មតែនឹងកាត់មេឃពោធិព្រឹកដែលបៀតបៀនព្រះសថោបឬព្រះបដិមាដែលមានព្រះធាតុគួរសូម្បីបើថាសត្វស្លាបទាំងឡាយទុំត្រង់មេឃនៃពោធិព្រឹកនោះបន្ទោបងឧច្ចារៈស្រោចព្រះចេតិយនឹងកាត់ក៏គួរដូចគ្នាព្រោះព្រះសរសើរព្រះសរីរៈចេតិយសំខាន់ជាងបរិភោគចេតិយទំព័រលេខ217សូម្បីឫសពោធិព្រឹកដែលទម្លាយទីតាំងចេតិយទៅនឹងកាត់នាំចេញទៅក៏គួរម្យ៉ាងទៀតមេឃពោធិព្រឹកណាបៀតបៀនរោងពោធិព្រឹកនឹងកាត់មេឃពោធិព្រឹកនោះដើម្បីរក្សាផ្ទះមិនបានព្រោះផ្ទះមានទុកដើម្បីពោធិព្រឹកមិនមែនដើមពោធិព្រឹកមានដើម្បីប្រយោជន៍ដល់ផ្ទះសូម្បីក្នុងរោងអាសនៈក៏មានន័យដូចគ្នាតែក្នុងសាសអាសនៈណាមានព្រះធាតុតម្កល់ទុកនឹងកាត់មេឃពោធិព្រឹកដើម្បីប្រយោជន៍រក្សាព្រះធាតុនោះក៏គួរការកាត់មេឃដែលអស់ឲ្យជាឬដែលស្អុយចេញដើម្បីរក្សាដើមពោធិព្រឹកគួរសត្ថុរូបកាយៈបដិជកៈនេវិយៈបញ្ញំបេហោតិសំបីបុណ្យក៏រមែងមានដោយក្នុងការបម្រើព្រះរូបកាយរបស់ព្រះសាស្តាក្នុងសរថៈភាគ3ទំព័រ317អ្នកភិក្ខវេអនុបច្ឆេយកោឧបសម្បាទេតាពោយោឧបសម្បាតយៈអបតិទុក្ខដាសៈមនាលភិក្ខុទាំងឡាយសាមណេរដែលគ្មានឧបជាភិក្ខុមិនក៏បីឲ្យឧបសម្បទាឡើយភិក្ខុណាឲ្យឧបសម្បទាត្រូវអាបត្តិទុក្ខតទំព័រលេខ218បុគ្គល20ចម្ពោះដែលសង្ឃមិនក៏បីឲ្យឧបសម្បទា1អនុបច្ឆេយកោកុលបុត្រគ្មានឧបជា2សង្ឃខេនៈឧបច្ឆេយេនៈដោយមានសង្ឃជាឧបជា3កណេនៈឧបច្ឆេយេនៈដោយមានកនៈជាឧបជា4បណ្ឌុកុបច្ឆេយេនៈដោយមានឧបជាជាមនុស្សផ្ទុយ5ថយសង្វាសកុបច្ឆេយេនៈដោយមានឧបជាជាមនុស្សថយសង្វាសកៈ6ទិដ្ឋយបកន្តកុបច្ឆេយេនៈដោយមានឧបជាជាមនុស្សដែលចូលពុដេរថៃ7តិរិឆានៈកតុបច្ឆេយេនៈដោយមានឧបជាជាដេរិឆាន8មេតុឃាតកុបច្ឆេយេនៈដោយមានឧបជាជាមេតុឃាតកៈ9បេតុឃាតកុបច្ឆេយេនៈដោយមានឧបជាជាបេតុឃាតកៈ10អរហន្តឃាតកុបច្ឆេយេនៈដោយមានឧបជាជាអរហន្តឃាតកៈ
11ភិក្ខុនៃទូសកុបជាយេនៈដោយមានឧបជាជាភិក្ខុនៃទូសកៈ12សង្ឃភេទតកុបជាយេនៈដោយមានឧបជាជាសង្ឃភេទកៈ13លោហិតុបាតកុបជាយេនៈដោយមានឧបជាជាលោហិតបាតកៈ14ឧបតោផ្ចាញ់ចនៈកុបជាយេនៈដោយមានឧបជាជាឧបតោផ្ចាញ់ចនៈកៈទំព័រលេខ219 15អបត្តកោកុលបុត្រគ្មានបាត16អជ័យវរៈកោកុលបុត្រគ្មានចៃវរ17អបត្តជ័យវរៈកោកុលបុត្រគ្មានទាំងបាតទាំងចៃវរ18យាចេតកេអ្នកបតេអ្នកកុលបុត្រដែលខ្ចីបាតគេ19យាចេតកេអ្នកចៃវរេអ្នកកុលបុត្រដែលខ្ចីចៃវរគេ20ចុងក្រោយគឺយាចេតកេអ្នកបតចៃវរេអ្នកកុលបុត្រដែលខ្ចីបាតនិងចៃវរគេយោឧបសម្បាតិយៈអបតិទុក្ខដាសៈភិក្ខុណាឲ្យឧបសម្បទាត្រូវបាត់ទុកតនៅក្នុងពុទ្ធបញ្ញត្តិនេះមាននៅវិន័យបិដកភាគ6ដដែលទំព័រ294ដល់298វិនិច្ឆ័យសេចក្តីតាមអត្ថកថានិងដីកាអ្នកភិក្ខវេអនុបច្ឆាយកោតេឧបច្ឆាំងអគាហាបេធ្វានិរុបច្ឆាយកោអ្នកឧបសម្បាទេតពោយោឧបសម្បាទេយៈអបតិទុក្ខដាសៈសិក្ខាបតៈបញ្ញត្តិតោបฏដ្ឋាយៈអេវ៉ាំងឧបសម្បាតេនតាសៈអបតិហោតិកម្មំបណៈអ្នកកុបតិកេចេកុបតិតិវៈតន្តិតាំងអ្នកកហេតពាំងសង្ឃេអ្នកឧបច្ឆាយេនិតិអាទីសុបេឧបតោផ្ចាញ់ចនៈកុបច្ឆាយៈបរិយោសានេសុអេសេវៈនយោច្រើនបទថាអ្នកភិក្ខវេអនុបច្ឆាយកោជាដើមបានសេចក្តីថាកុលបុត្រឈ្មោះថាអ្នកមិនមានឧបជាព្រោះមិនឲ្យកាន់ឧបជាមិនក៏បីឲ្យឧបសម្បត្តិជាអាបត្តិដល់ភិក្ខុទំព័រលេខ220វិន័យខណ្ឌកៈនិងបរិវារៈដែលឲ្យឧបសម្បទាដោយអាការៈយ៉ាងនោះចាប់ដើមអំពីទ្រង់បញ្ញត្តិសិក្ខាបទថាភិក្ខុណាឲ្យឧបសម្បទាភិក្ខុនោះត្រូវអាបត្តិទុក្ខចំណែកកម្មមិនកម្រើកទេអាចារ្យពួកខ្លះថាកម្រើកពាក្យរបស់អាចារ្យពួកនោះមិនគួរកាន់យកសូម្បីក្នុងពាក្យទាំងឡាយមានប្រមាថមានពាក្យថាមានសង្ឃជាឧបជាជាដើមមានឧបតោផ្ចាញ់ចនៈកៈជាឧបជាជាទីបំផុតក៏មានន័យដូចគ្នានៅក្នុងសមន្តភាគទី3ទំព័រ93មានវេកយេដូច្នេះពាក្យថាសិក្ខាបទដែលព្រះមានប្រភិក្ខនៅមិនបានទ្រង់បញ្ញត្តិលោកអាចារ្យពោលសំដៅយកសិក្ខាបទដែលទ្រង់បញ្ញត្តិក្នុងអធិការនេះនោះឯងពាក្យថាព្រោះមិនឲ្យកាន់ឧបជាសេចក្តីថាព្រោះមិនឲ្យកាន់ឧបជាយ៉ាងនេះថាឧបជាយោមេភន្តិហោហិក៏បីឃើញថាក៏លោកធ្វើការពោលចេញឈ្មោះឧបជាទុកដោយកម្មវាចាកាលកាន់យកសេចក្តីដោយប្រការដទៃកម្មនឹងក៏បីកម្រើកព្រោះមានកម្មវិបត្តិដែលលោកពោលទុកថាមិនចេញឈ្មោះបុគ្គលដោយហេតុនោះឯងលោកអាចារ្យទើបមិនពោលថាព្រោះមិនចេញឈ្មោះឧបជាពោលថាព្រោះមិនកាន់មិនឲ្យកាន់ឧបជាដូច្នេះប៉ុណ្ណោះយៈថាចៈបរិអបរិបុណ្ណបត្តជ័យវរសៈឧបសម្បាតនៈកាលេកម្មវាចាយៈបរិបុណ្ណសៈបត្តជ័យវរន្តិអសន្តវត្ថុកតេត្វាកម្មវាចាទំព័រលេខ221មហាខណ្ឌកៈទី1កតាយៈបេឧបសម្បទារុហតិអេវង្អយ៉ាងពុទ្ធរៈខេតោអាយស្មតោធម្មរៈខេតាសៈឧបសម្បទាបេខោតេអសន្តាំងបុគ្គលំកតេត្វាកេវលំសន្តបតៈនីហារេនកម្មវាចាយៈកតតាយៈឧបសម្បទារុហតិយេវិតេ
ទះថាពាំងក៏បីឃើញថាដូចយ៉ាងក្នុងពេលដែលញ៉ាំងកុលបុត្រដែលមានបាតនិងចីវរមិនគ្រប់គ្រាន់ឲ្យឧបសម្បទាសូម្បីការធ្វើកម្មវាចាចេញឈ្មោះវត្ថុដែលមិនមានថាបរិពន្ធណាសបតជ័យវរាំងដូច្នេះដោយកម្មវាចាការឧបសម្បទាក៏រមែងឡើងយ៉ាងណាកាលបើកម្មវាចាដោយទំនងបទថាមានចេញឈ្មោះបុគ្គលដែលមិនមានថាអាយ៉ាងពុទ្ធរកិតោអាយស្មតោធម្មរកិតាសៈឧបសម្បទាបេខោដូច្នេះការឧបសម្បទាក៏រមែងឡើងដូចយ៉ាងនោះទេនេវិហកម្មំបណៈអ្នកកុបតិតេអ្នកភិក្ខវេឧបជាយកោឧបសម្បទាតពោយោឧបសម្បទាយៈអបតិទុក្ខដាសាតិអេតកមេវវត្វាសោចពកលូអនុបសម្បណ្ណោតិអវុត្តតាកម្មវិបតិលក្ខណៈសៈចៈអសម្ភវៈតោណាំងអ្នកកហេតពន្តិវុត្តាំងដោយហេតុនោះឯងលោកអាចារ្យទើបពោលថាតែកម្មមិនកម្រើកព្រោះព្រះមានព្រះភិក្ខត្រាស់ទុកត្រឹមប៉ុណ្ណោះថាមនាលភិក្ខុទាំងឡាយកុលបុត្រដែលគ្មានឧបជាភិក្ខុមិនក៏បីឲ្យឧបសម្បទាឡើយភិក្ខុណាឲ្យឧបសម្បទាត្រូវបាត់ទុកតដូច្នេះទំព័រលេខ222មិនបានត្រាស់ថាកុលបុត្រនោះជាអនុបសម្បណ្ណឬព្រោះមិនមានលក្ខណៈនៃកម្មវិបត្តិបញ្ចវគៈករណញ្ញេវៈភិក្ខវេកម្មំបណ្ឌកៈបញ្ចមោកម្មំករិយៈអកម្មំអ្នកចករណីយន្តិអាទិវចនតោបណ្ឌកាទីណាំពេឧបហតោបច្ចញ្ញកៈបរិយន្តាសូមញោមញាតិមហាពុទ្ធបរិស័ទញាតិព្រះធម៌នៃវត្តត្រពាំងឈូកសស108មេត្តាចូលរួមបរិច្ចាគសទ្ធាជ្រះថ្លាចូលកសាងបុស្សបុកឋានព្រំប្រក់ពីលើព្រះពុទ្ធបដិមាទ្រង់ផ្ទុំបណ្ដោយ18ម៉ែត្រដែលសាងពីថ្មភក់ជាមរតកសម្បត្តិនៃយើងទាំងអស់គ្នាជាបន្តទៀតគណៈពេលនេះបុស្សបុកនេះកំពុងតែរៀបចំចាក់ធ្នឹមកោងនិងពីដានកោងជន់ខាងលើប្រក់ពីលើព្រះពុទ្ធបដិមាហើយរីឯការខ្វះខាតសម្ភារៈដែលពុំទាន់មានពុទ្ធបរិស័ទចូលរួមនៅឡើយនោះគឺ1សសរឋានព្រំនេះនៅខ្វះចំនួន18ដើមក្នុងមួយដើមថ្លៃ$1,500របងវត្តនៅទិសខាងកើតឈៀងខាងជើងនៅខ្វះចំនួន18ប្លង់ក្នុងមួយប្លង់មានថ្លៃ$1,200ជារបងដែលមានដំបូលប្រក់ក្បឿងពណ៌សេរ៉ាមិករាល់សំណង់ដែលកំពុងសាងសង់ទាំងពីរនេះប្រសិនបើពុទ្ធបរិស័ទស្ដាប់ហើយមានសទ្ធាជ្រះថ្លាតែខ្វះធនធាននោះញោមញាតិក៏អាចចូលរួមភ្ជាប់និស្ស័យក្នុងការកសាងតាមសទ្ធាបានពុំមានកំណត់ឡើយទំនាក់ទំនងសាកសួរព័ត៌មានពិស្ដារឬចូលបច្ច័យកសាងមកគណៈកម្មការអាត្មាភាពផ្ទាល់ដែលមានលេខ012 66 0550ឬ015 66 0550ម្ដងទៀត012 660និង550ឬ012 660និង550ខ្ញុំព្រះករុណាអាត្មាភាពរីករាយរងចាំទទួលស្វាគមន៍ញោមញាតិពុទ្ធបរិស័ទគ្រប់ពេលវេលាសូមអរព្រះគុណនិងសូមអរគុណសូមអនុមោទនាសាធុមហាពុទ្ធសាសនិកខ្មែរខេមរៈជាតិញាតិព្រះធម៌ជាអ្នកស្ដាប់នៅក្នុងលំត្រាវព្រះរាជាណាចក្រកម្ពុជាជាទីរាប់អានដ៏ជ្រាលជ្រៅកម្មវិធីផ្សាយសម្លេងព្រះពុទ្ធសាសនានៅពេលនេះសូមលំអរកាយគ្រាចាកពិសោធន៍តន្ត្រីអារម្មណ៍នៃមហាពុទ្ធបរិស័ទទាំងឡាយត្រឹមប៉ុណ្ណេះសិនចុះនីតិនេះនឹងវិលមកជួបពុទ្ធបរិស័ទទាំងឡាយនាថ្ងៃស្អែកតាមពេលវេលា
និងម៉ោងដដែលសូមបានប្រកបដោយនូវព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណទស្សនានិងស្ដាប់នៅកម្មវិធីផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម YouTube និង Facebook ដែលមានអាសយដ្ឋានព្រះឧត្តមកិច្ចណូវ៉ានីរៀងរាល់ថ្ងៃផងដែរ